សួស្តីឆ្នាំថ្មីឆ្នាំម្សាញ់សួស្តីបងប្អូនទៅផ្ទះសប្បាយទេខ្ញុំបាទទាំងពីរនាក់ប្តីប្រពន្ធថ្ងៃនេះមកកម្មាទោសដែលមានខុសឆ្គងឬប្រការណាមួយដល់អឺប៉ាម៉ែបាទខ្ញុំថ្ងៃនេះរីករាយសប្បាយចិត្តហើយគ្មានអីល្អជាងធ្វើបុណ្យជាមួយព្រះរស់ឯងបងប្អូនថ្ងៃហ្នឹងបាទមកស្រង់ព្រះបាទចូលឆ្នាំថ្ងៃទី3ជាថ្ងៃចុងក្រោយប្រពៃណីជាតិខ្មែរយើងជ្រើសរើសថ្ងៃទី3នៃចុងមហាយនេះយើងមកស្រង់ព្រះឲ្យគាត់ជជែកជជុំខ្ញុំគិតថាมันបានធ្វើអីឲ្យគាត់បានច្រើនប៉ុន្តែខ្ញុំថ្ងៃនេះសប្បាយចិត្តរីករាយបានមកមុជទឹកឲ្យគាត់ដើម្បីឲ្យជជែកជជុំព្រោះមួយឆ្នាំបានតែមកតែម្ដងអញ្ចឹងរវល់ការងារអញ្ចឹងណាអញ្ចឹងខំប្រឹងប្រែងខ្ញុំគិតថាវីដេអូនេះគឺផ្ញើជូនដល់បងប្អូនទាំងអស់គ្នាក៏ដាស់តឿនសតិអារម្មណ៍ខ្លួនឯងនិងទុកមើលជាអនុស្សាវរីយ៍បាទហើយយើងមកដុសក្អែដុសជើងឲ្យគាត់ដើម្បីគាត់គិតថាខ្ញុំគិតថាសងគុណគាត់មិនអស់ទេបងប្អូនព្រោះដោយសារតាំងពីទូចដល់គ្រុចឆ្មាខ្ញុំបានប៉ុណ្ណេះសង្ឃឹមថាស្រង់ព្រះឆ្នាំ2025នេះសូមជូនពរឲ្យម៉ាក់ប៉ាជូនពរប៉ាជូនពរម៉ែសុខភាពល្អសូមឲ្យគាត់អាយុវែងនិងមើលខ្ញុំរហូតហើយសូមឲ្យសង្ឃឹមថាកូនចៅទទួលរោស៊ីកាក់កបគ្រប់កូនគ្រប់គ្នាណានិងខ្ញុំជូនពរឲ្យគាត់មានសុខភាពល្អកម្លាំងមាំមួនមើលកូនរហូតដល់យូរវែងទៅទៀតអញ្ចឹងមានអីទេគឺមានតែអ្វីដែលម្ដាយឪពុកយើងផ្ដល់ឲ្យយើងនឹងហើយបងប្អូនមុខញញឹមកូនគ្រប់គ្នាសិតតែអាចធ្វើបាននេះហើយជាអ្វីដែលពុកម្ដាយចង់បានខ្ញុំគិតថាគ្រប់រូបគាត់ចង់ឲ្យកូនល្អទាំងអស់គ្នាតែអ្វីដែលកូនអាចធ្វើបាននោះគឺថ្ងៃទី3នេះមកស្រង់ព្រះនឹងជួបជុំចូលឆ្នាំជួបជុំបងប្អូនជួបជុំគ្រួសារជួបជុំគ្នាគឺសប្បាយណាស់បងប្អូនអញ្ចឹងអ្វីដែលខ្ញុំរំលឹកនៅក្នុងវីដេអូនេះគឺគ្មានអីច្រើនទេអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាសូមអរគុណដែលចូលទស្សនាវីដេអូខ្ញុំនិងអរគុណដែលចូលចិត្តវីដេអូខ្ញុំរាល់វីដេអូខ្ញុំទាំងអស់អញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នា